មានសាច់មាន់មានផ្សិតខ្មៅអត់ដឹងធ្វើម្ហូបអីមកបងប្អូនយកមកធ្វើម្ហូបមួយមុខនេះទាំងអស់គ្នាព្រោះអីស្រួលធ្វើលឿនឆាប់បានញ៉ាំមួយចាននេះមិនខកចិត្តបងប្អូនទេធ្វើឲ្យធានាថាឈ្ងុយឆ្ងាញ់ជំរាបសួរពុកម៉ែបងប្អូនបើគ្រឿងផ្សំសំខាន់ជាងគេគឺសាច់មាន់នឹងហើយប៉ុណ្ណឹងកន្លះគីឡូចំណែកឯផ្សិតខ្មៅខ្ញុំយកមកប្រើហ្នឹងគឺផ្សិតស្រស់ប៉ុណ្ណឹងមួយខាំខ្ញុំគ្រាន់តែកាត់គល់វាចេញលាងទឹកឲ្យស្អាតយើងស្លបានហើយចំពោះបងប្អូនបើអត់មានផ្សិតខ្មៅស្រស់ទេប្រើផ្សិតក្រៀមយកទៅត្រាំទឹកឲ្យរីកសិនចាំយកមកស្លខ្ទឹមក្រហមដាក់ឲ្យច្រើនបន្តិចមកធ្វើជាបន្លែផងណាមួយពេលស្លឆ្អិនរសជាតិវាផ្អែមឆ្ងាញ់ណាស់ខ្ទឹមសពេលដែលយើងយកទៅបំពងឈ្ងុយជាងខ្ទឹមក្រហមទើបសម្លអីក៏ដោយយើងអត់ដែលចោលខ្ទឹមសទេចំណែកឯបន្លែបៃតងទុកដាក់ក្រោយគេខ្ញុំប្រើស្លឹកវ៉ាន់ស៊ុយផងដើមខ្ទឹមផងម្ទេសផ្លោក2ផ្លែនេះបងប្អូនខ្ញុំដាំខ្លួនឯងខ្ញុំក៏បេះដាក់ទៅដំបូងគេយើងយកសាច់មាន់មកកាប់ដុំតូចអញ្ចឹងមករួចហើយដាក់ម្សៅស៊ុប1/3ស្លាបព្រាបាយប្រេងឆា1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយនិងប្រេងខ្យង1ស្លាបព្រាបាយដែរបងប្អូនគ្រឿងទាំងអស់ហ្នឹងយើងដាក់ល្មមសិនបានហើយដើម្បីប្រឡាក់សាច់ឲ្យមានជាតិប្រឡាក់ឲ្យសព្វផ្អាប់ទុកពី10ទៅ15នាទីទៅដើម្បីឲ្យចូលជាតិចន្លោះពេលហ្នឹងយើងងាកមកលាយគ្រឿងឲ្យហើយពេលធ្វើស្រោចតែម្ដងដោយខ្ញុំយកទឹកជាងកន្លះចានចង្កឹះមកលាយជាមួយនឹងម្សៅឆា1/3ស្លាបព្រាបាយមុនគេលាយជាមួយទឹកសុទ្ធអញ្ចឹងពេលដែលយើងកូរទៅវាឆាប់រលាយបន្ទាប់មកទៀតបន្ថែមម្សៅស៊ុបបន្តិចព្រោះអីម្សៅស៊ុបយើងប្រឡាក់ជាមួយនឹងសាច់ម្ដងហើយស្ករខ្ញុំដាក់តែកន្លះស្លាបព្រាបាយទេបងប្អូនបើបងប្អូនចូលចិត្តផ្អែមថែមឲ្យច្រើនបន្តិចមកប៊ីចេងដាក់តាមចូលចិត្តម្រេចម៉ត់ខ្ញុំដាក់ដែរព្រោះអីក្នុងសាច់ខ្ញុំអត់បានប្រើប្រេងខ្យងទឹកស៊ីអ៊ីវយើងប្រឡាក់សាច់ខ្លះហើយលាយនេះខ្ញុំថែមតែ1ស្លាបព្រាទៀតទេនិងចុងក្រោយគេកុំភ្លេចទឹកស៊ីអ៊ីវខាប់កន្លះស្លាបព្រាបាយដើម្បីយកក្លិននិងពណ៌ផងបងប្អូនគ្រឿងដែលយើងយកមកលាយនេះគឺលៃលកតិចបានហើយព្រោះអីគ្រឿងមួយចំនួននេះយើងយកទៅប្រឡាក់សាច់ម្ដងរួចហើយកូរឲ្យរលាយសព្វយើងចាប់ផ្ដើមមកបំពងសាច់មាន់បំពងមែនបងប្អូនតែប្រេងឆាខ្ញុំប្រើតិចទេលក្ខណៈសន្សំសំចៃព្រោះអីម្ហូបនេះយើងធ្វើតាមផ្ទះបើតាមហាងគេប្រើប្រេងច្រើនគេបំពងច្រើនដងច្រើនសាអញ្ចឹងគេអត់ខាតទេតែបើយើងតាមផ្ទះបំពងតែម្ដងសល់គឺចាក់ចោលបំពងក្រៀមហើយស្រង់ឲ្យស្រស់ខ្លាញ់យកឆ្នាំងថ្មីមកដាក់ប្រេងឆាបន្តិចលីងខ្ទឹមសខ្ទឹមក្រហមនិងខ្ញីខ្ទឹមខ្ញុំអត់ចិញ្ច្រាំទេបងប្អូនខ្ញុំដាក់ទាំងមូលអញ្ចឹងតែម្ដងព្រោះអីពេលដែលឆ្អិនណាញ៉ាំទៅគឺផ្អែមឆ្ងាញ់ជាងលីងទាល់តែឈ្ងុយបន្ថែមផ្សិតនិងម្ទេសចូលលីងឲ្យស្រពាប់យកសាច់មាន់បំពងមកដាក់ពីលើពេលហ្នឹងខ្ញុំអត់ទាន់ច្បល់ទេទុកឲ្យបន្លែពិសេសផ្សិតនៅពីក្រោមសិនហើយស្រោចគ្រឿងដែលលាយមិញចូលបិទគម្របរងាស់ឲ្យឆ្អិនបន្លែបន្ទាប់មកច្របល់វាឲ្យសាច់ចូលជាតិសព្វរងាស់បន្តិចទៀតឲ្យនៅសល់ទឹកតិចភ្លក់មើលបើស្ទើយើងថែមគ្រឿងឲ្យហើយតែបើពេញចិត្តហើយចុងក្រោយថែមដើមខ្ទឹមស្លឹកវ៉ាន់ស៊ុយរួចរាល់បងប្អូនមាន់ផ្សិតខ្មៅឆ្អិនហើយមើលទំនងគួរឲ្យចង់ញ៉ាំណាស់ចំណែកឯរសជាតិគ្រឿងផ្សំដែលខ្ញុំលាយបង្ហាញបងប្អូនពីដើមឆ្ងាញ់តែអត់ដិតទេដោយសារឥឡូវខ្ញុំស្លខ្ញុំបន្ថយអំបិលបន្ថយស្ករដើម្បីគិតគូរពីសុខភាពដែរតែបើបងប្អូនធ្វើបងប្អូនលាយគ្រឿងតម្រូវចិត្តខ្លួនឯងមិនឆ្ងាញ់ថ្ងៃនេះម្ហូបខ្ញុំមានតែប៉ុណ្ណឹងទេបើបងប្អូនពេញចិត្តកុំភ្លេចណាជួយ like ជួយ share ចែករំលែកម្នាក់មួយផងអរគុណជម្រាបលាបងប្អូនជួបគ្នានៅវីដេអូមុខម្ហូបក្រោយៗទៀតបាយបាយ